ង្ក្រាន្តឆ្នាំម្សាញ់សពស័កពុទ្ធសករាជ2569គ្រិស្តសករាជ2025មហាសករាជ1947ចលសករាជ1387សុភមស្តុវរៈមង្គលាជយាតិរេកព្រះពុទ្ធសករាជព្រះសាសនាអតិកន្តាកន្លងទៅហើយបាន2568ត្រឹមថ្ងៃអាទិត្យ15កើតខែពិសាខលុះដល់ថ្ងៃច័ន្ទ1រោចខែពិសាខឆ្នាំម្សាញ់សពស័កតទៅចូលពុទ្ធសករាជ2569និងគណនាឆ្នាំម្សាញ់ឥឡូវនេះសង្ក្រាន្តចូលនៅថ្ងៃច័ន្ទ2រោចខែចែកត្រូវនៅថ្ងៃទី14ខែមេសា គ្រិស្តសករាជ2025វេលាម៉ោង 4:48 នាទីពេលនោះព្រះអាទិត្យចេញពីមនៈរិស័យស្ថិតនៅឯមេសរិស័យតាមផ្លូវគោវិថីគឺផ្លូវកណ្ដាលមានទេវធីតាមួយព្រះអង្គជាមគ្គនាយិកាព្រះនាមកោរិកៈទេវីជារាជបុត្រីទី2នៃកបិលមហាព្រហ្មគង់នៅចតុមហារាជការទ្រង់អំពរពណ៌លឿងលម្អនៅព្រះការដោយសៀតផ្កាអង្គាបបុអភរណៈកែវមុតតាផស្សហាទ្រង់ទេលំប្រេងព្រះហស្តស្ដាំទ្រង់ព្រះខ័នព្រះហស្តឆ្វេងទ្រង់ឈើច្រត់ទ្រង់កងផ្ទុំបាត់ប្រណេតលើខ្នងស្ដេចភ្ជាស្ដេចខ្លាជាយានពាសមហាសង្ក្រាន្តឆ្នាំម្សាញ់សពស័ក